រដូវកាលដំណាំហូបផ្លែបានមកដល់ហើយថ្ងៃនេះក៏សូមធ្វើការណែនាំប្រភេទដើមឈើហូបផ្លែមួយដែរគឺជាប្រភេទដើមកពិញរីសលៃសម្រាប់កពិញរីសលៃនេះគឺយើងអាចដាំតាមផ្ទះតាមដីភូមិដីឡូបានណាដោយសារកពិញរីសលៃគឺជាប្រភេទដើមឈើដែលមិនទាមទារការថែទាំខ្លាំងដូចជាប្រភេទដំណាំតរ៉េនឬមួយក៏សាវម៉ាវមង្ឃុតអីទេសម្រាប់កពិញរីសលៃនេះគឺយើងអាចដាំបានសូម្បីតែក្នុងផើងក៏យើងអាចដាំបានផលដែរប៉ុន្តែគាត់ថាបានផលតិចជាងយើងដាំដីអញ្ចឹងសម្រាប់កពិញរីសលៃនេះគឺល្អមែនតើសម្រាប់ផ្លែរបស់វាគឺជាប្រភេទកាពីរ៉េដែលផ្លែធំហើយសាច់របស់វាគឺផ្អែមហើយក៏មិនផ្អែមខ្លាំងដែរគឺវាថាផ្អែមជូរអែមអញ្ចឹងណាប៉ុន្តែมันមានជាតិជូរចត់អីច្រើនទេគឺជាប្រភេទសាច់ដែលយើងអាចញ៉ាំទៅឆ្ងាញ់ហើយសាច់ច្រើនទៀតតែម្ដងហើយសម្រាប់កាពីរ៉េនេះដែរគឺជាកាពីរ៉េនាំចូលអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានតម្រូវការក៏ដូចជាចង់ដាំដំណាំហូបផ្លែក៏ដូចជាដើមកាពីរ៉េសាឡៃនេះអ្នកទាំងអស់គ្នាអាចតាក់ទងមកបានជាមួយនឹងសួននគររាជ598ឬក៏សួរព័ត៌មានលម្អិតហើយយើងមិនមែនមានតែដើមកាពីរ៉េទេគឺយើងមានដំណាំហូបផ្លែផ្សេងទៀតដែលតាក់ទងជាមួយនឹងដំណាំចកាដំណាំដាំតាមផ្ទះក៏ដូចជាដំណាំលម្អផ្សេងដែរកុំភ្លេចណាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូ